គឺជាបទដែលមាន vibe សប្បាយរីករាយ positive និងមានក្តីសង្ឃឹមអត្ថន័យនៅក្នុងបទនេះចង់និយាយពីការមើលឃើញជីវិតក្នុងផ្លូវវិជ្ជមាននិងការសម្រេចចិត្តថាថ្ងៃនេះអាចជាថ្ងៃដ៏ល្អបំផុតក្នុងជីវិតរបស់ខ្ញុំវាមិនមែនមានន័យថាជីវិតគ្មានបញ្ហាទេផ្ទុយទៅវិញវាក៏ប្រាប់ថាទោះបីជាមានអ្វីកើតឡើងក៏ដោយយើងអាចជ្រើសរើសរស់នៅជាមួយនឹងភាពរីករាយសេរីភាពនិងសុខភាពនិយម emotion នៅក្នុងបទចម្រៀងនេះ happiness hope freedom motivation happiness ភាពសប្បាយរីករាយនិងស្រស់ស្រាយ hope មានក្តីសង្ឃឹមចំពោះអ្វីដែលកំពុងមក freedom អារម្មណ៍ថាចង់រស់នៅដោយសេរីភាព motivation ជំរុញឲ្យយើងចាប់ផ្ដើមធ្វើអ្វីដែលខ្លួនឯងចង់ធ្វើរីករាយជាមួយនឹងពេលវេលាដែលខ្លួនកំពុងមានចំណុចសំខាន់នៅក្នុងបទនេះមិនត្រឹមតែជួយបង្កើតភាពសប្បាយរីករាយប៉ុណ្ណោះទេប៉ុន្តែវាធ្វើឲ្យ message របស់បទនេះមានអារម្មណ៍ថា Don't wait for perfect life enjoy the life you have today សម្រាប់រូបភាពហើយនឹងអត្ថន័យនៅក្នុងវីដេអូនេះមាន vibe បែប adventure fun friendship freedom ហើយបង្ហាញពីការរស់នៅដោយមិនគិតច្រើនពេកវាធ្វើឲ្យអ្នកមើលមានអារម្មណ៍ថាជីវិតមិនចាំបាច់ត្រូវការអ្វីអស្ចារ្យទាំងអស់ទើបអាចមានថ្ងៃល្អនោះបានទេពេលខ្លះការរស់នៅជាមួយមនុស្សដែលយើងស្រឡាញ់ការចេញដំណើរទៅកន្លែងដែលសប្បាយរីករាយជាមួយនឹងពេលបច្ចុប្បន្នក៏អាចធ្វើឲ្យថ្ងៃមួយខ្លះជាថ្ងៃដ៏ល្អបំផុតបានដែរសរុបមកវិញ Best Days of My Life គឺជាបទដែលរំលឹកយើងឲ្យឈប់រងចាំថ្ងៃល្អហើយចាប់ផ្ដើមធ្វើថ្ងៃនេះខ្លះជាថ្ងៃល្អបំផុត Best Days of My Life វាក៏បង្ហាញពីអារម្មណ៍មិនចង់ត្រឡប់ទៅអតីតកាលផងដែរនិងមិនចង់បោះបង់ក្តីស្រមៃដូចឃ្លានៅក្នុងបទចម្រៀងនេះ I never gonna look back ខ្ញុំនឹងមិនងាកត្រឡប់ទៅមើលអតីតកាលទៀតទេគេចង់មានន័យថាគេចង់បន្តដំណើរទៅមុខនិងទុករឿងអាក្រក់នោះចោលទៅហើយនឹងឃ្លាមួយទៀត I never gonna give up ខ្ញុំនឹងមិនបោះបង់ឡើយប៉ុន្តែបង្ហាញពីការតស៊ូនិងការជឿជាក់លើខ្លួនឯង Please don't wake me now សូមកុំដាស់ខ្ញុំឥឡូវនេះវាប្រៀបដូចជាពេលដែលជីវិតកំពុងតែស្រស់ស្រាយខ្លាំងរហូតដល់មានអារម្មណ៍ថាដូចជាសុបិនមួយដែលមិនចង់ឲ្យចប់សម្រាប់ឃ្លាទាំងអស់នេះខ្ញុំចូលចិត្តខ្លាំងណាស់វាមិនមែនគ្រាន់តែនិយាយថាខ្ញុំសប្បាយទេប៉ុន្តែវាប្រាប់ថាពេលដែលយើងរកឃើញអ្វីដែលធ្វើឲ្យយើងមានក្តីសង្ឃឹមយើងមិនគួរងាកទៅរកអតីតកាលឬបោះបង់វាឡើយហើយពេលវេលាដ៏អស្ចារ្យនឹងធ្វើឲ្យយើងមានអារម្មណ៍ថាសូមកុំឲ្យវាចប់អី I have at the moon with friends សម្រាប់ឃ្លានេះផងដែរនេះគឺប្រៀបធៀបបែបសប្បាយគេចង់បង្ហាញពីការរស់នៅជាមួយនឹងមិត្តភ័ក្តិដោយមិនខ្វល់ច្រើនពីច្បាប់ឬបញ្ហាដូចជាយប់មួយដែលគ្រប់គ្នាសើចលេងនិងមានអារម្មណ៍ថាសេរីភាព meaning មិត្តភាពនៅពេលវេលាដែលយើងចំណាយជាមួយមនុស្សដែលយើងចូលចិត្តនឹងអាចធ្វើឲ្យជីវិតមានន័យផងដែរ and then the sun came crashing in ពីយប់ទៅព្រឹកព្រះអាទិត្យរះឡើងវាអាចតំណាងឲ្យការចាប់ផ្ដើមថ្មីបន្ទាប់ពីពេលវេលាដ៏សប្បាយនៅពេលយប់ថ្ងៃថ្មីបានមកដល់ហើយវាប្រៀបដូចជាការប្រាប់ថាអ្វីៗមិនទាន់ចប់ទេថ្ងៃថ្មីកំពុងតែចាប់ផ្ដើមសម្រាប់ឃ្លា but all the possibilities ពេលនេះបង្ហាញថាពេលដែលយើងមើលទៅមុខយើងចាប់ផ្ដើមឃើញថាមានជម្រើសនិងមានឱកាសជាច្រើននៅក្នុងជីវិតមិនថាយើងកំពុងស្ថិតនៅទីណាទេក៏មានអ្វីជាច្រើនដែលយើងអាចសាកល្បងបាន No limit just elite pennies នេះគឺជាគំនិតសំខាន់បំផុតមួយ No limit កុំដាក់ព្រំដែនលើខ្លួនឯងកុំគិតថាខ្ញុំធ្វើមិនបានមុនពេលដែលបានសាកល្បងហើយសម្រាប់ elite pennies គ្រាមួយដែលយើងបានយល់ឃើញថាមួយច្បាស់លាស់ឬរកឃើញគំនិតថ្មីដែលយើងអាចផ្លាស់ប្ដូរវាបានប្រៀបដូចយើងមើលជីវិតរបស់យើងអញ្ចឹងដែរវាមានអារម្មណ៍ថាដូចជាយើងមិនដឹងថាថ្ងៃស្អែកនឹងមានអ្វីកើតឡើងនោះទេប៉ុន្តែវាអាចជារឿងដ៏អស្ចារ្យហើយនេះយើងគួរតែបើកចិត្តនិងសាកល្បងវាទៅ